បើសិនជាមានវិវាទលើអត្ថន័យឬវិសាលភាពនៃសាលដីកាតុលាការអាចបកស្រាយបានដោយមិនចាំបាច់មានការយល់ព្រមពីភាគីទេឬក៏ពីសំទោសមិនបាច់មានការយល់ព្រមពីភាគីថៃទេដូច្នេះបើថៃបដិសេធឧបសម្ព័ន្ធមួយដែលផែនទីឧបសម្ព័ន្ធមួយឬប្រើផែនទីឯកតោភាគីនោះវាជាវិវាទលើការបកស្រាយមិនមែនជាវិវាទអធិបតេយ្យថ្មីទេចុងនៅក្នុងសាលដីកាឆ្នាំ1962តុលាការបានយកផែនទីភ្ជាប់គឺផែនទីឧបសម្ព័ន្ធមួយជាមូលដ្ឋានដូច្នេះវាជាផែនទីព្រំដែនដែលមិនមែនត្រឹមតែជាផែនទីប្រាសាទទេច្រកទាំងអស់នេះសុទ្ធតែផ្ដល់ឱកាសឲ្យកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិបានតែក្នុងអត្ថបទនេះលោកថាផ្ដោតតែចំណុច8នេះលោកបានឥឡូវស្ដាប់សេចក្តីសន្និដ្ឋានរបស់លោកលោកបញ្ញវុฒิវិញសេចក្តីសន្និដ្ឋានរបស់លោកសរុបអញ្ចេះជាចុងក្រោយសំណួរមិនមែនថាកម្ពុជាអាចប្តឹងទៅ ICJ ឬអត់ទេគាត់ថាមិនមែនជាសំណួរអាហ្នឹងសំណួរពិតប្រាកដគឺថាកម្ពុជានឹងប្រើយន្តការច្បាប់អន្តរជាតិដោយមានយុទ្ធសាស្ត្រអមផងត្រឹមត្រូវនិងមានប្រសិទ្ធភាពដែរឬទេព្រោះប្តឹងបានតើយើងមានយុទ្ធសាស្ត្រដែលធ្វើឲ្យត្រឹមត្រូវបានដែរឬទេវិវាទសប្តាហ៍ថ្ងៃមិនមែនជាការទាមទារអធិបតេយ្យថ្មីឡើយក៏ប៉ុន្តែវិវាទនេះគឺវាវិវាទលើវិសាលភាពនៃសាលដីកាដែលមានស្រាប់ហើយសាលដីកាមានអំណាចផ្លូវច្បាប់និងមានកម្លាំងចងកាតព្វកិច្ចចំពោះភាគីទាំងពីរបើមានការបកស្រាយផ្ទុយគ្នាលើផែនទីឧបសម្ព័ន្ធមួយការប្រើផែនទីឯកតោភាគីដើម្បីកាត់បន្ថយវិសាលភាពនៃសាលដីកាតើវាអាចត្រូវរួចដូច្នេះដែរទេបើមានការយកគោលការណ៍បែងចែកលំហូរទឹកមកជំនួសមូលដ្ឋាននៃតុលាការតើតុលាការអាចទទួលស្គាល់ដែរឬទេជាមូលដ្ឋានតើតុលាការអាចទទួលស្គាល់ដែរឬទេដូច្នេះវិវាទនេះគឺមិនស្ថិតលើដីថ្មីទេគឺវាស្ថិតលើការបកស្រាយសាលដីកាដែលមានស្រាប់ដូច្នេះមាត្រា60គឺជាជំរឹះច្រកទី3នេះគឺជាជំរឹះដែលល្អបំផុតដែលលោកមេធាវីលោកបញ្ញវុฒิថាកម្ពុជាបើជ្រើសរើសគួរយកជ្រើសរើសជំរឹះមួយនេះដើម្បីឲ្យថៃដើម្បីឲ្យតុលាការយុត្តិធម៌អន្តរជាតិបកស្រាយសាលដីកាឆ្នាំ2062ឬក៏2013ឡើងវិញតាក់ទងនឹងផែនទីឧបសម្ព័ន្ធខ្ញុំសរុបប្រសាសន៍របស់លោកបញ្ញវុฒิក៏ប៉ុន្តែខ្ញុំសញ្ជុំបន្តិចព្រោះអីវែងណាស់គាត់ទៅសេវែងហើយខ្ញុំពុំមានពេលគ្រប់គ្រាន់នឹងបកស្រាយអស់គាត់នឹងលើកចេះលោកបញ្ញវុฒิលើកមានហេតុផលសមស្របនឹងអាចទទួលយកបានត្រង់ថាពេលដែលឆ្លោះគ្នារឿងព្រំដែនប្រាសាទព្រះវិហារថៃអត់ទទួលស្គាល់យុត្តាធិការរបស់កម្ពុជារបស់តុលាការយុត្តិធម៌អន្តរជាតិទេក៏ប៉ុន្តែសាលដីកានេះគឺកម្ពុជានៅតែអាចបើកសំណុំរឿងសាររើហើយតុលាការនៅតែទទួលស្គាល់បណ្ដឹងរបស់កម្ពុជាដដែលអញ្ចឹងមានន័យថាម៉េចមានន័យថាបើយើងសុំឲ្យតុលាការបកស្រាយរឿងបញ្ហាផែនទីគឺកម្ពុជាមានសិទ្ធិស្របច្បាប់ហើយតុលាការត្រូវតែបកស្រាយឡើងវិញដូច្នេះក្នុងន័យនេះគឺតុលាការអាចនឹងបកស្រាយទទួលបណ្ដឹងកម្ពុជាឲ្យបកស្រាយតាក់ទងនឹងផែនទីឧបសម្ព័ន្ធហើយនៅពេលដែលយើងយកផែនទីឧបសម្ព័ន្ធមួយដែលមាននៅក្នុងសន្ធិសញ្ញាបារាំងសៀម1904និងសន្ធិសញ្ញាបារាំងសៀម1907ដែលជាផែនទីខ្នាត1លើ200,000បានន័យថាដីទាំងអស់ដែលថៃកំពុងតែឈ្លានពាននេះគឺជាដីស្ថិតនៅក្នុងការបកស្រាយដូច្នេះបើឲ្យតុលាការនេះបកស្រាយផែនទីនេះឡើងវិញឧបសម្ព័ន្ធនេះពិតជាប្រើផែនទីខ្នាតលើ1-200,000មែនហើយវាស់វែងឲ្យស្រួលបួលដែលមានគឺត្រូវបានកម្ពុជាឬបានថៃមានតែវិធីនេះទេដែលចំនួនព្រំដែនកម្ពុជានឹងលែងមានតទៅទៀតចប់មកសាបើធ្វើដូចសម័យនេះការទូងស្គរប្រជាពិធដ្ឋគឺយើងទៅសុំភ្លើងយ៉ាឲ្យគឺយើងមិនបានដំណោះស្រាយអីទេដូច្នេះសរុបសេចក្តីមកវិញកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ 100% ក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិសុំឲ្យបកស្រាយផែនទីឧបសម្ព័ន្ធមួយនៅក្នុងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904-1907ថាតើព្រំដែនហ្នឹងប្រើខ្នាតលើ1-200,000ឬក៏ប្រើខ្នាត1លើ50,000របស់ថៃបើសិនជាតុលាការនៅតែច្បាស់ថាតុលាការប្រកាន់ជំហរថាផែនទីព្រំដែនខ្មែរគឺត្រូវតែប្រើខ្នាតលើ200,000មិនដូចថៃប្រើលើ50,000ចឹងអាការសង្ឃឹមនឹងបានដីមកពីថៃវិញនឹងបានប៉ុន្តែបើចរចាទ្វេភាគីឬក៏អីនេះគឺសុំភ្លឹងចាក់ហើយព្រោះវាជាការចរចាទ្វេភាគីគឺយើងទៅនិយាយជាមួយអ្នកដែលទន្ទ្រានឈ្លានពានយើងហើយសុំឲ្យគេផ្ដល់ដីឲ្យយើងគេដែរផ្ដល់ឲ្យអីទេបាទខ្ញុំឆ្លេះរឿងនេះត្រឹមប៉ុណ្ណេះបងប្អូនខ្ញុំគិតថាពេលខ្លះពន្យល់បែបនេះទៅដើម្បីកុំឲ្យថាវានៅវល់ពេកព្រោះអីមានការលើកឡើងរឿងប្តឹងមិនបានប្តឹងអីហ្នឹងគឺឥឡូវនេះនៃច្បាប់ប៉ុណ្ណេះខ្ញុំជឿថាល្មមជាមូលដ្ឋានគ្រប់គ្រាន់ដើម្បីបងប្អូនយកទៅពិចារណាហើយគឺសុំបើថាមិនប្តឹងរឿងថ្មីក៏សុំឲ្យតុលាការបកស្រាយសាលដីកាដែលមានចាស់រឿងព្រំដែនរឿងផែនទីឧបសម្ព័ន្ធបាទកាលមុនយើងប្តឹងរឿងបកស្រាយដីនៅជាមួយប្រាសាទព្រះវិហារប៉ុន្តែឥឡូវប្តឹងជុំវិញរឿងផែនទីឧបសម្ព័ន្ធដែលដាក់ទៅហើយតុលាការយកប្រើជាគោលការណ៍សម្អាងច្បាប់ក្នុងការដោះស្រាយរឿងប្រាសាទព្រះវិហារព្រោះអីឧបសម្ព័ន្ធមួយនៃផែនទីភ្ជាប់មកហ្នឹងគឺវាជាផែនទីឧបសម្ព័ន្ធដែលលាតសន្ធឹងជាង800 គីឡូម៉ែត្ររវាងថៃនិងកម្ពុជាតើហើយចឹងបើបកស្រាយថាឧបសម្ព័ន្ធហ្នឹងច្បាស់ណាស់1លើ200,000អាហ្នឹងខ្មែរយើងឈ្នះហើយប៉ុន្តែខ្មែរយើងអាចថាទេចុះឥឡូវចាំបាច់ទៅប្តឹងអីទៀតព្រោះតុលាការគេប្រើផែនទីខ្នាត1លើ200,000ហើយវាដូចគ្នានឹងប្រាសាទព្រះវិហារចឹងចុះតុលាការប្រាប់ថាព្រះវិហារបានខ្មែរតំបន់ជុំវិញរបស់ខ្មែរហើយបានទៅឆ្លោះគ្នាជាមួយថៃវត្តកែសិក្ខាសេរីស្វារៈវាលន្ត្រីអីថៃមកទន្ទ្រានឈ្លានពានអីនៅបានរហូតដល់តុលាការចេញសេចក្តីសម្រេចសារថ្មីមកដើម្បីប្រាប់ថាអាហ្នឹងក៏របស់ខ្មែរដែរដូច្នេះរឿងនេះឯងដែលបើកដៃឲ្យកម្ពុជាដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហើយការរាឬក៏បង្អង់យូឬក៏នៅតែប្រើយន្តការចរចាមិនដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិគឺជាការធ្វើនយោបាយប្រជាពិធដ្ឋស្អំចិត្តប្រជាពលរដ្ឋចុងក្រោយគឺយើងនឹងបាត់ដីហើយយើងនឹងត្រូវបានឲ្យវល់ប្រជាពលរដ្ឋនៅបាក់ទឹកចិត្តនឹងចឹងទៀតបាទឥឡូវបន្តទៅទៀតបងប្អូនរឿងពីរដែលថ្ងៃនេះខ្ញុំថារឿងផ្សេងទៀតខ្ញុំកវត្តចោលចោះព្រោះអីបានបញ្យល់ប៉ុណ្ណាក៏យកប៉ុណ្ណឹងរឿងមួយទៀតដែលសំខាន់បំផុតសម្រាប់បងប្អូនយកទៅពិចារណាហើយរឿងនេះគឺតាក់ទងនឹងរឿងចំនួនព្រំដែនកម្ពុជាថៃចំណងជើងដែលខ្ញុំដាក់នៅទីនេះគឺជារឿងមួយតាក់ទងនឹងកម្ពុជាសំទោសរឿងកាសែតអាមេរិករំលេចអ្នកនយោបាយ
សំទោសកាសែតអាមេរិករំលេចអ្នកនយោបាយថៃខ្មែរមានចំណាយខូចដូចគ្នារឿងចំនួនព្រំដែនពេលដែលខ្ញុំបកស្រាយរឿងនេះបងប្អូនអាចមានការកម្មចិត្តចំពោះខ្ញុំទៀតហើយព្រោះអីថាខ្ញុំបកស្រាយទៅឬសូខូចដូចគ្នាពេលលោកត្រាំថាពីរអ្នកនេះគឺជាអ្នកចម្បាំងស្មោកគ្រោកដូចគ្នាអីហ្នឹងយើងគិតទៅថាអត់ត្រូវទេត្រូវតែថៃទេខ្មែរយើងមិនស្មោកគ្រោកបងប្អូនកុំអាលស្អាតស្អំពេករដ្ឋាភិបាលកម្ពុជានេះអត់ស្អាតស្អំតាំងពីណាមកទេខ្ញុំអត់និយាយថាអូនៅពេលនេះយើងនាំគ្នាមើលងាយវិបហារដ្ឋាភិបាលកម្ពុជាអត់ដែលមានកំណត់ហេតុល្អផ្នែកសិទ្ធិមនុស្សផ្នែកអំពើពុករលួយផ្នែកធ្វើទុកបុកម្នេញប្រជាប្រដ្ឋខ្លួនឯងពីណាម្ដងណាទេលើឆាកអន្តរជាតិយើងស្អុយក៏គ្រប់អញ្ចឹងទេហើយអត់មានខ្ញុំឯណាទៅជួយស្រោចស្រង់អីបានទេខ្ញុំនិយាយតែការពិតទៅមើលរបាយការណ៍របស់អង្គការសហប្រជាជាតិទៅមើលរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិទៅមើលរបាយការណ៍របស់អ្នករាយការណ៍ពិសេសទៅមើលរបាយការណ៍របស់អ្នកដែលរាយការណ៍គ្មានព្រំដែនទៅមើលរបាយការណ៍គម្រោងយុតិធធសកលទៅមើលរបាយការណ៍អង្គការដំណាភិបអន្តរជាតិតាក់ទងនឹងអំពើពុករលួយនៅកម្ពុជាទៅមើលរបាយការណ៍ទាំងអស់នេះបងប្អូននឹងដឹងថានេះជាអង្គការឯកជនឯករាជ្យទេគឺគេនិយាយអំពីបញ្ហានៅកម្ពុជាសិទ្ធិមនុស្សធ្លាក់ដល់បាតតារាងសេរីភាពបាតតារាងអំពើពុករលួយបាតតារាងនីតិរដ្ឋបាតតារាងនិយាយទៅគឺយើងបាតតារាងទាំងអស់តើនេះឬជាអ្វីដែលមុននិយាយវាអត់មានជារឿងថ្មីទេអញ្ចឹងនៅពេលដែលលោកប្រាំនិយាយថាកម្ពុជានិងថៃស្មោកគ្រោកដូចគ្នាគឺជារឿងមួយដែលយើងរកម្មចិត្តប៉ុន្តែជាការពិតឥឡូវសារព័ត៌មានរបស់អាមេរិកមួយឈ្មោះថា The New York Editorial ខ្ញុំនឹងលើកយកអត្ថបទនេះមកនិយាយហើយថាហេតុអីបានជា The New York Editorial នេះคล้ายទៅជាសារព័ត៌មានដែលកម្ពុជាអ្នកគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាផ្សាយឡើងព្រាតប្រហែលថ្ងៃមុនហ្នឹងដោយទាំងអ្នកនាំពាក្យរបស់ក្រសួងការពារជាតិអ្នកស្រីមលីសុជាតាហ្នឹងក៏ចែករំលែកច្រើនដែរនៅពេលដែលសារព័ត៌មានមួយនេះចេញបទវិចារណកថាតាក់ទងនឹងរឿងកម្ពុជាត្រូវបានលោកហ៊ុនម៉ាណែតចោទប្រកាន់សំទោសលោកហ៊ុនម៉ាណែតចោទប្រកាន់ថៃពីរឿងឈ្លានពានដែនអធិបតេយ្យកម្ពុជាប្រើពាក្យកាត់ចោទប្រកាន់នេះបើទោះបីជាលោកហ៊ុនម៉ាណែតថាជាអង្គហេតុជាការពិតហើយកម្ពុជានិយាយជាការចោទប្រកាន់នឹងព្រោះអីបើអង្គហេតុតើតែយើងដាក់ប្តឹងទៅតុលាការហ្នឹងបើមានអង្គហេតុហើយពេលទៅតុលាការកាត់ក្តីមកថាហ្នឹងបានមកកម្ពុជាមិនថៃឈ្លានពានអាហ្នឹងបានតែយើងគិតថាជាអង្គហេតុពិតប៉ុន្តែការនិយាយរបស់ថ្នាក់ដឹកនាំវាគ្រាន់តែជាការលើកឡើងមួយជំហៀងអញ្ចឹងបានកសែតនេះដាក់ថាលោកហ៊ុនម៉ាណែតចោទប្រកាន់ថៃថាឈ្លានពានកម្ពុជាអូស្យ៉ាលមែនតើឥឡូវនេះសារព័ត៌មានដដែលនេះដែលមានមូលដ្ឋាននៅបរិយាញូវយ៉កគឺឈ្មោះថា The New York Editorial គេចុះផ្សាយអត្ថបទមួយមានចំណងជើងថាតើមូលហេតុអ្វីគេនិយាយអំពីវិធីដែលថៃកែប្រែចំនួនព្រំដែនឲ្យคล้ายទៅជាសង្គ្រាមខុសច្បាប់ហើយឈ្នះឆ្នោតបើយើងមើលទៅគឺយើងឃើញថាថៃអាក្រក់ទៀតដែរប៉ុន្តែអ្នកនិពន្ធនឹងអត្ថបទនេះគឺដកស្រង់ឯកសារស្រាវជ្រាវយ៉ាងច្រើនយកមកវិភាគឯកសារដែលគាត់ស្រាវជ្រាវគឺមានអូខេឥឡូវខ្ញុំមុននឹងអានអត្ថបទនេះខ្ញុំនិយាយអំពីគាត់យោងឯកសារណាខ្លះដើម្បីយកមកវិភាគហើយជាឯកសារអត្ថបទសង្កេតទេបងប្អូនជឿមិនជឿមិនដឹងទេប៉ុន្តែគាត់សំអាងទៅលើអង្គហេតុនៃរបាយការណ៍ដែលមានស្រាប់គាត់យកពីទី1គឺយកពី CSIS ពីក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិបរទេស Atlantic Council East Asia Forum អង្គការ East Asia Forum វិទ្យាស្ថាន ISEAS USAF សារព័ត៌មាន The Diplomat អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch អង្គការលើកលែងទោសអន្តរជាតិ Amnesty International Cluster Munition Coalition គឺសម្ព័ន្ធគ្រាប់បែកចង្កោនឧត្តមក្រុមប្រឹក្សាអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សអង្គការ UNESCO អង្គការសហប្រជាជាតិតាក់ទងនឹងអក្រិតកម្មហើយនឹងគ្រឿងញៀនសារព័ត៌អង្គការមួយឈ្មោះថា FinCEN ក្រសួងការបរទេសអាមេរិករដ្ឋាភិបាលជាតិអាមេរិកអង្គការ World Vision អន្តរជាតិអង្គការ Save Cambodia មជ្ឈមណ្ឌលឯកសារកម្ពុជាគណៈកម្មការសិទ្ធិមនុស្សកម្ពុជា Al Jazeera Reuters BBC PSB ABC News Associated Press Bloomberg Oh my god ច្រើនណាស់មានជាង40-50ប្រភព